ប្រាសាទបាយ័នមានរឿងរ៉ាវអាចកំបាំងជាច្រើនគូនខ្មែរឲ្យតែបានឃើញស្នាមព្រះហស្ថរបស់ព្រះអង្គហាកំពុងតែឆ្លងតែដិតកាលគ្រប់រូបកំពុងតែដាស់ស្មារតីគូនខ្មែរឲ្យដឹងរឿងទាំងអស់នេះដឹងហើយអស្ចារ្យណាស់ពិតប្រាកដណាស់ពុកម៉ែបងប្អូនប្រាសាទបាយ័នដែលត្រូវបានកសាងឡើងនៅចុងសតវត្សទី12ដោយព្រះបាទជ័យវរ្ម័នទី7គឺជាបេះដូងនៃអង្គរធំនៅក្នុងប្រទេសកម្ពុជាវាមានភាពល្បីល្បាញដោយសារមុខថ្មអាចកំបាំងដែលត្រូវបានគេជឿថាតំណាងឲ្យស្ដេចឬព្រះពោធិសត្វនៃក្តីមេត្តាចម្លាក់ប្រាសាទនេះបង្ហាញទៅជីវិតប្រចាំថ្ងៃរបស់ខ្មែរនិងការប្រយុទ្ធដ៏អស្ចារ្យដែលឆ្លុះបញ្ចាំងពីសេរីរុងរឿងនៃចក្រភពខ្មែរនិមិត្តរូបព្រះពុទ្ធសាសនានិងហិណ្ឌូដែលមានលក្ខណៈចម្រុះបាយ័នឆ្លុះជាការរំលឹកមិនចេះចប់នៃបេតិកភណ្ឌវប្បធម៌និងខាងវិញ្ញាណដ៏សម្បូរបែបរបស់ប្រទេសកម្ពុជាប្រាសាទបាយ័នជាប្រាសាទភ្នំមួយដែលបានកសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី7គ្រិស្តសករាជ1181ដល់គ្រិស្តសករាជ1220ឧទ្ទិសដល់ពុទ្ធសាសនាមហាយានពិសេសគឺមានតម្កល់ព្រះពុទ្ធរូបដ៏ធំមួយមានឈ្មោះថាជ័យពុទ្ធមហានាថប្រាសាទនេះមានរចនាសម្ព័ន្ធយ៉ាងស្មុគស្មាញដោយមានកំពែងខាងក្រៅថែវចំនួន2ជាន់និងបន្ទប់ជាច្រើនតាមរយៈសិលាចារឹកជាច្រើននៅលើជញ្ជាំងបន្ទប់ទាំងនោះបញ្ជាក់ថាបន្ទប់នីមួយៗត្រូវបានគេប្រើប្រាស់សម្រាប់តម្កល់បដិមាជាព្រះពុទ្ធនិងទេពផ្សេងៗដែលគេបានអញ្ជើញពីតំបន់នានាក្នុងអាណាចក្រខ្មែរឲ្យមកនៅជុំគ្នាក្នុងប្រាសាទបាយ័ននេះអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺកំពូលនីមួយៗរបស់ប្រាសាទមានលម្អដោយព្រះភ័ក្ត្រឬព្រះភ័ក្ត្ររបស់ទេពជាទូទៅមាន4គឺបែរទៅរកទិសធំនីមួយៗដែលអ្នកសិក្សាស្រាវជ្រាវនៅតែមានគំនិតខ្វែងគ្នាក្នុងការឲ្យសមត្ថកម្មលើព្រះភ័ក្ត្រនិងកំពូលទាំងនោះតើព្រះភ័ក្ត្រនោះជារបស់ទេពអ្វីតើកំពូលដែលមានព្រះភ័ក្ត្រទាំងនោះមានចំនួនប៉ុន្មានអ្នកស្រាវជ្រាវភាគច្រើននិងប្រជាជនទូទៅតែងហៅព្រះភ័ក្ត្រទាំង4នោះថាជាព្រះភ័ក្ត្រព្រំឬព្រះព្រំដែលជាទេពមានព្រះភ័ក្ត្រ4តំណាងឲ្យព្រំវិហារធម៌ទាំង4គឺមេត្តាករុណាមុទិតានិងឧបេក្ខាព្រះភ័ក្ត្រទាំងនោះតំណាងឲ្យការការពារទិសទាំង4ដោយសារជំនឿបែបនេះធ្វើឲ្យមានការកសាងសំណង់ផ្សេងៗពិសេសវិហារនិងសំណង់ក្នុងរាជវាំងគេតែងធ្វើកំពូលដោយលម្អជាមួយនឹងប្រកេះព្រំព្រះភ័ក្ត្រ4ក្រៅពីនេះអ្នកមួយចំនួនបានគិតថាព្រះភ័ក្ត្រទាំង4នេះតំណាងឲ្យព្រះពោធិសត្វលោកេស្វរៈនៃព្រះពុទ្ធសាសនាមហាយានហើយអ្នកខ្លះទៀតគិតថាជារូបតំណាងឲ្យព្រះបាទជ័យវរ្ម័នទី7ផ្ទុយទៅវិញព្រះភ័ក្ត្រទាំង4ដែលយើងឃើញនៅប្រាសាទបាយ័ននិងបណ្ដាសំណង់ប្រាសាទដែលមានព្រះភ័ក្ត្រ4ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី7គឺមិនមែនជាព្រះភ័ក្ត្រឬព្រះភ័ក្ត្ររបស់ព្រះព្រំទេព្រះភ័ក្ត្រទាំង4នោះគឺជាព្រះភ័ក្ត្ររបស់ទេពមួយក្នុងពុទ្ធសាសនាមហាយានដែលគេស្គាល់និងហៅថាហេវជ្រៈចំណុចសំខាន់និងខុសគ្នារវាងព្រះភ័ក្ត្រព្រះព្រំនិងព្រះហេវជ្រៈគឺត្រង់ភ្នែកទី3នៅលើថ្ងាសព្រះព្រំពុំមានភ្នែកទី3ទេចំណែកព្រះហេវជ្រៈគឺមានភ្នែកទី3បញ្ឈរត្រង់លើថ្ងាសដោយព្រះនេត្រទី3របស់ព្រះសិវៈឬព្រះឥសូរដែរព្រះភ័ក្ត្រទាំង4របស់កំពូលទាំងអស់នៃប្រាសាទបាយ័ននិងប្រាសាទដទៃទៀតក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី7សុទ្ធតែមានព្រះនេត្រទី3នៅលើថ្ងាសហេវជ្រៈគឺជាទេពចម្បងនិងសំខាន់ក្នុងពុទ្ធសាសនាឥន្ទ្រៈដែលជាទេពតំណាងឲ្យសបញ្ញៈនិងការបង្រៀនក្នុងសិល្បៈខ្មែរហេវជ្រៈត្រូវបានគេបង្ហាញតាមរយៈបដិមាភាគច្រើនតូចធ្វើអំពីសម្រិតនិងជួនកាលជាក្រឡោតទៀបតាមជញ្ជាំងប្រាសាទដែរព្រះអង្គគឺជាអតិទេពមានទូនីតិដោយព្រះសិវៈគឺបំផ្លាញរាល់ភាវៈអាក្រក់ក្នុងសាសនាហិណ្ឌូមានចម្លាក់មួយគេហៅថាចន្ទកស្យាយនីជាចម្លាក់ព្រះសិវៈនិងនាងឧបមាអបរិទ្ធគ្នាសិលាចារឹកខ្មែរ K1028 និយាយពីការស្ថាបនាចន្ទកស្យាយនីជាព្រះសិវៈនិងនាងឧបមាគេហៅថាលទ្ធិវជ្រយានដែលហេវជ្រៈត្រូវបានជំនួយដោយហេវជ្រៈក្នុងពុទ្ធសាសនាមហាយានរីឯព្រះនាងឧបមាជំនួសដោយប្រាជ្ញាបារមីតាក្នុងសម័យវប្បធម៌បាយ័នគេបានប្រទះឃើញចម្លាក់ហេវជ្រៈទ្រង់ប្រថាប់ឈរលើបល្ល័ង្កផ្កាឈូកមានព្រះសិលា8ត្រួតលើគ្នាព្រះហស្ថ16